Hi guys ហើយយើងកំពុងធ្វើដំណើរទៅឆ្ងាយជ្រៃហើយយើងបានមកមើលទីតាំងហើយឃើញមួយទីតាំងគឺថតអត់បានទេដោយសារតែទឹកច្រើនពេកអញ្ចឹងយើងគិតថាវា waste ហើយយើងមើលទីតាំងនេះហើយនេះគឺជាដីឡូខ្ញុំលក់ទិញទៅនេះគឺពិតជាមានហងសុយណាអ្នកនរអាចមកទិញតាក់តងខ្ញុំបានខ្ញុំម្ចាស់ដីនៅនឹងអ្នកទាំងអស់គ្នាមកទិញបានទិញហើយធ្វើប្លង់ធ្វើអីតាមណាតាមណីធ្វើទៅឲ្យលុយមុនមកមុខសញ្ញាថ្មីក្នុងវិស័យបោកប្រាស់ដីឡូនេះសអ្នក fashion ហើយគឺ fashion ហើយគ្រប់គ្នាតែគេអត់មើលស្ថានភាពផ្លូវសអ្នក fashion នេះពីទាំង3ឥឡូវបាក់ប៊ីហើយស្រោចអាចហើយហើយត្រូវនៅចិត្តបងពេលបងមានទុក